សួស្តីពេជ្រសុខាបាទវាសួរអូល្អបាទឃើញឥឡូវមានគាត់ចូលក្លឹបគ្រូផាន់ភ្លាមទទួលបានសមិទ្ធផលមួយមើលណាសមិទ្ធផលពេលប្រកួតសមានវឹកសនាគុណខ្មែរយន្តដីទិសគឺប្រកួតបានពីនអាណាដែរពីនណាដែរអូនេះនៅក្រោយនេះបងប្អូនបាទពីនធំបាទហើយតាំងតែបញ្ចូលមកបានពីនមួយជាសមិទ្ធផលដំបូងឲ្យក្លឹបបាទហើយគិតថាប្រងចែជើកម្មវិធីធំទៀតណាបាទតែប៉ិតសុខាបានពៀននេះគឺបាទមានឈ្មោះស្រាប់ក្នុងការលេងវើជុំខ្សែក្រវ៉ាត់តែម្ដងបាទការបំពន់រាងកាយមិនដែរគឺចាប់ដើមផនតិចឲ្យរាងកាយយើងធំបាទផលលំបាកទេនៅពេលដែលយើងផ្លាស់ប្ដូរការបង្ហាត់អីចេះគឺបានបងថាយើងលេងទីដុំរាល់ថ្ងៃទៅវារឹងតាំងដៃតាំងជើងបន្តិចអូតាំងដៃតាំងជើងបាទវាតន់ហ្វមបាទសប្តាហ៍នោះចេញ poster ដែរគឺបង្ហាញខ្លួនក្នុងការប្រកួតនៅលើសង្វៀនវឹកសនាគុណខ្មែរយន្ត3ទិសដែរដូចជាប៉ះកីឡាករមកពីប្រទេសចិនផងបាទតែប៉ុន្តែសំខាន់គឺដឡូគឺចុះមកវាយ57វិញបាទមូលហេតុអីដែរបាទថាតែគីឡូខ្ញុំតូចដែរបងគីឡូតូចដែរបាទកាលដំបូងឡើយវាយ60ចូលមកនេះដំបូងវាយ57ដែរតែថាតែគ្រូគាត់គិតថាខ្ញុំគីឡូធំដែរគាត់ដាក់ខ្ញុំវាយគីឡូ60បានហើយជាប់វាយបានពីបាទអញ្ចឹងមកណាពីនេះវាយ60អញ្ចឹងបាទហើយទៅពេលយើងសប្តាហ៍នេះយើងវាយ57សិនបាទអូបាទគិតថាខ្លួនឯង57អាចជាគីឡូមួយដែលល្អសម្រាប់យើងទេ57វាល្មមបងវាធំពេកបើ60ធំធំផលលំបាកមិនដែរនៅពេលដែលយើងទៅប៉ះគីឡូធំលើសគីឡូនៃការប្រកួតរបស់យើងអញ្ចឹងណាយើងចាញ់កម្លាំងគេបងយើងរៀងកាយតូចហ្នឹងវាយគេគីឡូធំទៅយើងចាញ់កម្លាំងហើយការប្រកួតសប្តាហ៍នេះដាក់ក្តីរំពឹងប្រហែល%ដែរស្របពេលដែលយើងចុះមកវាយ57វិញគឺរំពឹង50បងទៅជាស្ដាយនៅឡាវសង្វៀននឹងខំប្រឹងបាទតែពុតសុខាមានបងប្អូនរងចាំមើលការវិវត្តខ្លួនច្រើនណានៅពេលដែលយើងបានផ្លាស់ប្ដូរក្លឹបថ្មីគឺក្លឹបរបស់លោកគ្រូពេជ្រសុខានមានអីនិយាយទៅកាន់បងប្អូនទេសម្រាប់ការតាមដាននៃការប្រកួតរបស់យើងពុកម៉ែបងប្អូនជួយគ្រប់គ្រងខ្ញុំប្រកួតថ្ងៃទី7បាទនៅខេត្តត្បូងឃ្មុំបាទប៉ះមួយកីឡាករចិនបាទសង្ឃឹមជូនពរសុខាធ្វើបានល្អអញ្ចឹងបាទអរគុណច្រើន